សូមជម្រាបសួរអ្នកទាំងអស់គ្នាខ្ញុំនឹងរបៀបប្រាប់ដោនវីដេអូ Facebook យកមកទុកប្រើទាំងអស់គ្នាឥឡូវសូមពុកម៉ែបងប្អូនចូលទៅកម្មវិធី Facebook ទាំងអស់គ្នាឥឡូវសូមចុចចូលទៅនេះពុកម៉ែបងប្អូនឥឡូវយើងចូល Facebook បានសម្រេចហើយឥឡូវសូមពុកម៉ែបងប្អូនចុចសញ្ញា share ខាងក្រៅនេះទៅហើយសូមចុច copy link នេះទៅសូមចុចចូល copy link ហើយសូមពុកម៉ែបងប្អូនចេញទៅក្រៅទាំងអស់គ្នាចូលកម្មវិធីជ្រងនេះពុកម៉ែបងកម្មវិធីវងមួយកម្មវិធីជ្រងហើយសូមចុចផ្ទាំងខាងលើនេះទៅចាំផ្លែពុកម៉ែបងប្អូនហើយចូលនេះដោនវីដេអូ Facebook សូមពុកម៉ែបងប្អូនចុចចូលទៅសូមចុចចូលទៅកម្មវិធីនេះពុកម៉ែបងប្អូនហើយអស់ឡើងទៅលើនេះកម្មវិធី down ពណ៌ទ្រូចែកនេះសូមចុចចូលទៅចាំផ្លែពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនសូមស្កប់វាឲ្យជាប់ហើយស្កប់វាជាប់ចុចភ្ជាប់ទៅសូមចុចចូលទៅហើយអស់ឡើងទៅលើទាំងអស់គ្នាចាំផ្លែទូរស័ព្ទខ្ញុំអត់សូវមានអ៊ីនធឺណិតទេនេះពុកម៉ែបងប្អូនចូលហើយសូមពុកម៉ែបងប្អូនចុចអាគ្រីខាងក្រោមនេះ HD នេះពុកម៉ែបងប្អូនចុចខាងលើនេះ HD ច្បាស់ដូចថាគុណភាពអូវាច្បាស់ជាងអាក្រោមហើយចូលពុកម៉ែបងប្អូនលោតចូលហើយឥឡូវសូមពុកម៉ែបងប្អូនចុចព័ត៌មានលម្អិតនេះទៅឥឡូវវាកំពុងតែដោនចូលហើយចាំមើលផ្លែពុកម៉ែបងប្អូនចាំមើលផ្លែវាពេញលើហើយឥឡូវពេញពុកម៉ែបងប្អូនចង់ដឹងថាវាពេញសូមចុចទៅក្រៅទាំងអស់គ្នាហើយចូលវិចិត្រស្រាលខាងលើនេះកម្មវិធីរូបភាពនេះសូមចុចចូលទៅឥឡូវចូលពុកម៉ែបងប្អូននេះដោនតែថាដោនយកមកទុកមិញឥឡូវចូលហើយសូមពុកម៉ែបងប្អូនធ្វើតាមខ្ញុំទាំងអស់គ្នាទៅហើយនឹងទូរស័ព្ទពុកម៉ែបងប្អូនពេលអស់លុយពុកម៉ែបងប្អូនដោនទុកអាចយកមកទស្សនា